ជំរាបសួរពុកម៉ែបងប្អូនខ្ញុំមួយគេថ្ងៃនេះខ្ញុំសូមមកចែករំលែកវិធីធ្វើយ៉ាអ៊ូដែលមានរសជាតិឆ្ងាញ់និយាយទៅគឺញ៉ាំទៅគឺដូចក្រែមអញ្ចឹងគឺមានរសជាតិឆ្ងាញ់តោះបងប្អូនទៅមើលគ្រឿងផ្សំទាំងអស់គ្នាមុនដំបូងយើងធ្វើការដាំទឹករបស់យើងដើម្បីត្រៀមយកទៅស្រុះឧបករណ៍របស់យើងដើម្បីសម្រាប់ធ្វើការសម្រាប់មេរោគចឹងឧបករណ៍របស់យើងដែលយើងត្រូវប្រើប្រាស់យកមកធ្វើយ៉ាអ៊ូទាំងអស់ហ្នឹងគឺយើងត្រូវតែស្រុះទឹកក្តៅវាដើម្បីធ្វើការសម្រាប់មេរោគទាំងអស់បន្តមកទៀតយើងធ្វើការជូតឆ្នាំងរបស់យើងជាមួយនឹងឧបករណ៍របស់យើងទាំងអស់ហ្នឹងឲ្យបានស្ងួតល្អបន្តមកទៀតយើងធ្វើការថ្លឹងទឹកដោះគោស្រស់ចំនួន1200ក្រាមនិង whipping cream ចំនួន600ក្រាមពេលណាដែលយើងលាយជាមួយនឹង whipping cream ទៅធ្វើឲ្យយ៉ាអ៊ូយើងមានរសជាតិឆ្ងាញ់ហើយគឺញ៉ាំទៅរាងខាប់ដូចក្រែមអញ្ចឹងគឺមានរសជាតិឆ្ងាញ់ជាងយើងដាក់ទឹកដោះគោស្រស់សុទ្ធតែម្ដងក៏ប៉ុន្តែបើបងប្អូនអត់ចង់ដាក់ whipping cream ទេអាចដាក់ទឹកដោះគោស្រស់សុទ្ធក៏បានដែរក៏ប៉ុន្តែយើងត្រូវតែជ្រើសរើសយកទឹកដោះគោ full cream ទៅយើងធ្វើយ៉ាអ៊ូទៅមានរសជាតិឆ្ងាញ់ម្សៅដោះគោចំនួន50ក្រាមទឹកដោះគោខាប់ចំនួន50ក្រាមហើយនឹងស្ករសចំនួន50ក្រាមបន្តមកទៀតយើងយកទឹកដោះគោរបស់យើងនឹងយកទៅដាំហើយយើងកូរឲ្យសព្វល្អឲ្យវាឡើងកម្ដៅរហូតដល់40អង្សាចាំយើងធ្វើការបិទភ្លើងហើយបងប្អូននេះគឺជាមេយ៉ាអ៊ូដែលខ្ញុំទិញមកពីតាមថៅប៉ៅអញ្ចឹងបងប្អូនអាចទិញតាមខ្ញុំបានដោយសារប្រហែលនេះខ្ញុំប្រើមកយូរហើយឃើញថាវាល្អប្រើពេលដែលទឹកដោះគោយើងចូលត្រជាក់មកក្រោម40អង្សាហើយយើងចាក់មេយ៉ាអ៊ូរបស់យើងចូលទៅក្នុងទឹកដោះគោរបស់យើងព្រោះថាមេយ៉ាអ៊ូនេះប្រសិនជាទឹកដោះគោរបស់យើងមានកម្ដៅលើសពី40អង្សាវានឹងធ្វើឲ្យមេយ៉ាអ៊ូរបស់យើងហ្នឹងគឺងាប់គឺយើងធ្វើយ៉ាអ៊ូអត់បានជោគជ័យទេចឹងបងប្អូនត្រូវតែមានឧបករណ៍ដើម្បីវាស់ពីកម្ដៅទឹកដោះគោរបស់យើងបន្តមកទៀតយើងធ្វើការកូរទឹកដោះគោរបស់យើងប្រហែលជារយៈពេល5នាទីដើម្បីឲ្យវាបានសព្វល្អបន្ទាប់ពីកូរសព្វបានល្អហើយយើងធ្វើការចាប់ទឹកដោះគោរបស់យើងដើម្បីយើងត្រៀមផ្អាប់ទឹកដោះគោរបស់យើងរយៈពេល1យប់អញ្ចឹងយើងធ្វើការផ្អាប់យ៉ាអ៊ូរបស់យើងហ្នឹងគឺរយៈពេល11ម៉ោងដោយសារយ៉ាអ៊ូដែលខ្ញុំធ្វើនេះវាមានចំនួនរាងច្រើនដែរដោយសារ2លីត្រអញ្ចឹងគឺយើងធ្វើការផ្អាប់វារយៈពេល11ម៉ោងបន្តមកទៀតយើងយកកន្សែងដើម្បីយកមកគ្របកែវយ៉ាអ៊ូរបស់យើងឲ្យវាបានងុំល្អបន្ទាប់ពីយើងធ្វើការផ្អាប់រយៈពេល11ម៉ោងឃើញថាយ៉ាអ៊ូរបស់យើងគឺធ្វើបានជោគជ័យហើយរសជាតិវិញគឺមិនសូវជាជូរខ្លាំងទេក៏ប៉ុន្តែបើបងប្អូនចង់បានយ៉ាអ៊ូដែលមានរសជាតិជូរជាងហ្នឹងបងប្អូនអាចទុកទៅ12ម៉ោងអីចឹងទៅបន្តមកទៀតយើងយកយ៉ាអ៊ូរបស់យើងហ្នឹងទៅរក្សាទុកនៅក្នុងទូត្រជាក់គឺយើងអាចទុកបាន5ថ្ងៃទៅ7ថ្ងៃដោយសារយ៉ាអ៊ូរបស់យើងអត់មានសារជាតិគីមីអីទេអញ្ចឹងគឺបងប្អូនអាចទុកយូរបានទេនេះគឺជាមេយ៉ាអ៊ូដែលខ្ញុំធ្វើការទិញតាមថៅប៉ៅជាមួយនឹងម៉ាស៊ីនធ្វើយ៉ាអ៊ូហ្នឹងក៏ខ្ញុំទិញតាមថៅប៉ៅដែរអញ្ចឹងបងប្អូនអាចទិញតាមខ្ញុំក៏បានអរគុណបងប្អូនដែលបានទស្សនាវីដេអូដល់ចប់